clip video នេះខ្ញុំនឹងបង្ហាញអំពីវិធីនៅក្នុងការចាក់សោពីរជាន់ការពារ Telegram ឲ្យបានត្រឹមត្រូវពីព្រោះនៅពេលដែលយើងចាក់សោការពារមិនបានត្រឹមត្រូវក្នុងករណីដែលយើងភ្លេចលេខសម្ងាត់ចាក់សោពីរជាន់នោះវានឹងធ្វើឲ្យយើងមិនអាចទាញយក account របស់យើងមកប្រើប្រាស់វិញឬក៏យើងមិនអាចទាញយកឆាតចាស់ៗដែលយើងធ្លាប់ឆាតពីមុនមកវិញបានទេនៅក្នុងករណីដែលយើងបាត់ទូរស័ព្ទឬក៏ទូរស័ព្ទរបស់យើងត្រូវបានខូចអញ្ចឹងយើងធ្វើការ download Telegram ទៅលើទូរស័ព្ទថ្មីអញ្ចឹងអ្វីដែលស្ថិតនៅលើ Telegram ចាស់របស់យើងហ្នឹងឆាតទាំងអស់វានឹងធ្វើការបាត់បង់ប៉ុន្តែបើសិនជាយើងចាក់សោបានត្រឹមត្រូវយើងទាញយកមកវិញគឺឆាតទាំងអស់វានឹងត្រឡប់មកវិញទាំងអស់តែម្ដងដូច្នេះបងប្អូនអនុវត្តតាមវីដេអូនេះដើម្បីចាក់សោពីរជាន់ឲ្យបានត្រឹមត្រូវបាទឥឡូវនេះខ្ញុំបើកកម្មវិធី Telegram បន្ទាប់មកទៀតយើងចុចទៅលើ setting បាទចូលទៅក្នុង setting រួចហើយយើងចុចទៅលើសញ្ញារូបសោនេះគេដាក់ថា privacy and security បន្ទាប់មកទៀតបងប្អូនឃើញសញ្ញារូបសោនេះគេដាក់ថា two step verification បាទអញ្ចឹងយើងបើកកន្លែងហ្នឹងបាទមកដល់កន្លែងនេះគឺសម្រាប់បងប្អូនណាខ្លះគាត់បើយើងកំពុងបើកបាទខ្ញុំសុំថយវិញបន្តិចបើសិនជាយើងបានចាក់សោហើយកន្លែងនេះវានឹងលោតពាក្យថា on ណាបងប្អូនបាទវា on អត់ off អញ្ចឹងទេគឺវា on អញ្ចឹងបងប្អូនត្រូវបិទវាសិនបាទបងប្អូនត្រូវចុចលើវាហើយវាទាមទារឲ្យយើងវាយ password ហើយយើង disable password សិនទៅបាទយើងបិទចោលរួចហើយយើងមកបើកសារថ្មីអញ្ចឹងណាបាទនេះឲ្យវាលោតមកដូចខ្ញុំបែបហ្នឹងរួចហើយយើងចុចលើហ្នឹងទៅបាទរួចហើយគេដាក់ set additional password បាទចុចកន្លែងហ្នឹងមកបាទអញ្ចឹងកន្លែងនេះគឺគេឲ្យយើងវាយ password ដែលលេខយើងត្រូវចាក់សោពីរជាន់ហ្នឹងណាបាទអញ្ចឹងទាំងពីរប្រអប់ហ្នឹងគឺវាយដូចគ្នាទាំងប្រអប់ខាងលើនិងប្រអប់ខាងក្រោមហ្នឹងគឺវាយលេខតែមួយណាអញ្ចឹងលេខនេះគឺលេខចាក់សោមួយតង់ទៀតការពារកុំឲ្យគេ hack កាលណាដែលយើងចាក់សោបែបនេះគឺពេលដែលនរណាម្នាក់លួច account របស់យើងគេដឹងលេខសម្ងាត់ដឹងគេយកលេខទូរស័ព្ទរបស់យើងអីទៅវាយចូលក៏នៅតែមិនអាចចូលបានដែរវានៅទៀមទាមួយតង់ទៀតអញ្ចឹងបងប្អូនត្រូវដាក់លេខសម្ងាត់កន្លែងហ្នឹងមួយមកឲ្យពិបាកបន្តិចទៅពេលដែលយើងវាយលេខសម្ងាត់រួចហើយបងប្អូនចុច create password អញ្ចឹងមកដល់កន្លែងនេះគឺជាការដាក់លេខសម្គាល់មួយគេហៅថាជាតម្រុយដើម្បីឲ្យយើងពេលដែលយើងភ្លេចលេខសម្ងាត់របស់យើងហ្នឹងយើងឃើញតម្រុយហ្នឹងយើងដឹងថាអូលេខប៉ុណ្ណេះហើយបាទអានេះគឺជាតម្រុយមិនមែនជាលេខដែលលក្ខណៈពេញលេញទេបាទអញ្ចឹងពេលដែលយើងវាយលេខហ្នឹងហើយបាទជាតម្រុយរបស់យើងហ្នឹងហើយគឺយើងចុចលើពាក្យថា continue នេះបាទអញ្ចឹង email គឺមានសារៈសំខាន់ណាស់កន្លែងនេះគឺយើងត្រូវតែធ្វើការដាក់ email បញ្ចូលដើម្បីនៅពេលដែលយើងធ្វើការភ្លេចលេខសម្ងាត់ចាស់របស់យើងហ្នឹងបាទភ្លេចអាលេខសម្ងាត់ដែលយើងចាក់សោពីរជាន់ហ្នឹងរួចហើយក្រុមហ៊ុននឹងធ្វើការផ្ញើសារមក email របស់យើងហ្នឹងពេលដែលយើងធ្វើការ reset account ហ្នឹងបាទ reset password ហ្នឹងវានឹង load លេខសម្ងាត់លេខកូដមកកាន់ Gmail របស់យើងហ្នឹងអញ្ចឹងយើងអាចយកលេខកូដហ្នឹងមកវាយទៅយើងអាចធ្វើការបន្តចូលបានធម្មតាទោះបីជាយើងភ្លេចលេខសម្ងាត់ក៏ដោយអញ្ចឹងវាធ្វើឲ្យយើងងាយស្រួលនៅពេលដែលយើងបាត់ទូរស័ព្ទឬក៏យើងខូចទូរស័ព្ទឬភ្លេចលេខសម្ងាត់ចាក់សោពីរជាន់ក៏ដោយក៏យើងនៅតែទាញ account យើងមកប្រើប្រាស់បានធម្មតាពីព្រោះដោយសារតែយើងបានបញ្ចូល email ទុកការពារហើយបាទអញ្ចឹងកន្លែងនេះគឺបងប្អូនត្រូវដាក់ email ចូលណាបាទអញ្ចឹងក្រោយពេលដែលយើងដាក់ email ចូលទៅក្នុងប្រអប់ហ្នឹងហើយបងប្អូនចុចទៅលើពាក្យថា continue បាទកន្លែងនេះគឺក្រុមហ៊ុនបានផ្ញើសារទៅកាន់Gmail របស់យើងបាទក្រុមហ៊ុន Telegram អញ្ចឹងបងប្អូនត្រូវទៅយក Gmail សំទោសទៅយកលេខកូដនៅក្នុង Gmail នេះដើម្បីយកមកបញ្ចូលទៅក្នុងប្រអប់នេះបាទអញ្ចឹងគេបានផ្ញើលេខកូដទៅហើយអញ្ចឹងយកលេខកូដមកវាយចូលប្រអប់ហ្នឹងទៅដើម្បីយើងអាចបន្តទៅមុខទៀតបានអញ្ចឹងពេលដែលយើងវាយ password រួចហើយវាក៏ load មកដល់កន្លែងនេះបាទអញ្ចឹង load មកដល់កន្លែងនេះមានន័យថាយើងបានដាក់លេខសម្ងាត់ហ្នឹងរួចរាល់ហើយ Gmail របស់យើងក៏រួចរាល់ដែរបាទអញ្ចឹងកន្លែងនេះគឺរួចរាល់ហើយអញ្ចឹងយើងអាចត្រឡប់គេដាក់ថា return to setting គឺយើងត្រឡប់ទៅខាងដើមវិញទៅនេះកន្លែងនេះវា load on ហើយអញ្ចឹងមានន័យថាយើងចាក់សោបែបនេះគឺទើបមានភាពកក់ក្ដៅនៅពេលដែលយើងភ្លេចលេខសម្ងាត់ក៏វាអាច reset បានភ្លាមតែម្ដងបាទអញ្ចឹងកន្លែងនេះបងប្អូន
ត្រូវតែធ្វើបែបនេះដើម្បីកុំឲ្យ account Telegram របស់យើងមានបញ្ហានៅថ្ងៃណាមួយដែលយើងភ្លេចលេខកូដសម្ងាត់លេខចាក់សោ2ជាន់ហ្នឹងយើងមិនអាចទាញវាយកមកវិញបានបាទអរគុណច្រើនកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយហើយជួបគ្នានៅវីដេអូក្រោយៗទៀត